សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៃរឿង Hell's Paradise ដែលភាគបន្តនេះដែរគឺជាភាគទី13ហើយដែលនឹងជាភាគបញ្ចប់នៅ season ទី1នេះផងដែរការពិភាក្សាមុនយើងបានឃើញថា Senta នឹងត្រូវបានខ្លាយជាផ្កាបន្តិចម្ដងបាត់ទៅហើយនៅពេលដែលបិសាចនោះវាយប្រហារមកលើ Sakiri និង Yuzuriha Shion និង Nurukai ក៏បានមកជួយទាន់ពេលវេលាអញ្ចឹងតើសាច់រឿងនឹងទៅជាយ៉ាងណាតោះទៅតាមដានទាំងអស់គ្នាតែមុននឹងចូលដល់សាច់រឿងបន្តសូមអ្នកទាំងអស់គ្នាកុំភ្លេចចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងអញ្ចឹងតោះកុំឲ្យវែងឆ្ងាយយើងតសាច់រឿងយើងវិញ Shion គឺបានយល់អំពីកម្លាំងថៅនោះហើយនិងបានប្រើប្រាស់កម្លាំងនោះបានយ៉ាងល្អថែមទាំងប្រាប់ឲ្យ Nurukai នឹងកាត់ផ្កានិងរើសចេញពីខ្លួនរបស់ Senta ដើម្បីបញ្ជាពេលនៃការបំលែងខ្លួនទៅជាផ្កានៃរាងកាយរបស់ Senta និងបានឲ្យអ្នកទាំងនោះដកថយសិនទុកឲ្យ Shion ប្រយុទ្ធជាមួយ Tenzin ម្នាក់ឯងពួកគេក៏បានដកថយតាមសម្ដីរបស់ Shion តែដោយសាររបួស Senta បាត់បង់ឈាមច្រើនពេក Yuzuriha ក៏បានឲ្យថ្នាំខាត់ឈាមទៅគេចំណែកឯ Shion ដែលបានមើលដឹងកម្លាំងថៅនោះគេក៏អាចគេចពីក្បាច់របស់បិសាចនោះនិងបានវាយតបតយ៉ាងមានប្រសិទ្ធភាពព្រោះអីកម្លាំងថៅរបស់ Shion គឺប្រឆាំងជាមួយនឹងបិសាចនោះតែដោយសារ Shion បានត្រូវរបួសបន្តិចធ្វើឲ្យផ្កានោះបានដុះនៅលើខ្លួនរបស់ Shion ដែរភ្លាមនោះគេក៏បានកាត់ផ្កាទាំងនោះចេញពីខ្លួនរបស់គេដែលធ្វើឲ្យគេបាត់បង់ឈាមជាច្រើនហេតុនេះ Shion ក៏បានសម្រេចចិត្តបដូរស្លាប់ជាមួយបិសាចផ្កានោះដោយមើលទៅមិនស្រួល Sakiri និង Nurukai ក៏បានចេញទៅជួយតែ Yuzuriha មិនទៅជួយទេព្រោះអីនាងអស់ខ្សុះហើយអញ្ចឹង Nurukai ក៏បានតែអោបពីក្រោយតែ Yuzuriha អត់ដឹងថាគេធ្វើអញ្ចឹងធ្វើអីទេក្រោយមក Nurukai ក៏ទៅអោប Sakiri ម្ដងពេលនោះ Sakiri ក៏មានអារម្មណ៍ថាដូចជាមានកម្លាំងខ្លាំងជាងមុនព្រោះថា Nurukai បានបញ្ចូលកម្លាំងថៅនោះទៅឲ្យនាងនិយាយទៅកម្លាំងថៅនោះវាអាចបញ្ចូលឲ្យគ្នាតាមរយៈការប៉ះពាល់អីចឹងណាដូចយើងសាកថ្មឲ្យជីវិតចឹងក្រោយមកពួកគេក៏ទៅជួយ Shion Sakiri ក៏បានប្រាប់ពីចំណុចខ្សោយរបស់ Tenzin នោះគឺ Tenden ដែលជាប្រភពនៃកម្លាំងតែដោយសារបិសាចនោះបំលែងខ្លួនដែលធ្វើឲ្យមាន Tenden ដល់ទៅ2ហើយបើប្រហែលតែបន្តិចមិនទាន់បានកាត់កន្លែងនឹងផងគេស្លាប់មុនបាត់ទៅហើយភ្លាមនោះ Sakiri ក៏បង្ហាញទឹករំអិលលើខ្លួនគេមកដែលប្រភពទឹករំអិលនោះគឺចេញមកពី Yuzuriha វាមានលទ្ធភាពក្នុងការការពារកុំឲ្យរបួសនិងមិនឲ្យផ្កាដុះនៅលើខ្លួនរបស់គេអញ្ចឹងដោយនៅលើខ្លួន Sakiri និង Nurukai នឹងបានលាបទឹករំអិលនោះអញ្ចឹងគេទាំងពីរនឹងធ្វើជានុយដើម្បីឲ្យ Shion មានឱកាសចូលទៅជិតបិសាចនោះនិយាយមិនតាន់ចប់ផងបិសាចនោះក៏បានមកឆ្មក់វៃអញ្ចឹង Shion ក៏បានធ្វើតាមផែនការរបស់ Sakiri ហើយអាបិសាចនឹងភាគច្រើនគឺបាញ់តែលេសឺវានឹងមកទេ Shion ក៏បានសម្រុកចូលទៅជិតបិសាចនោះជាមួយនឹងកំហឹងដែល Tenzin នោះបានសម្លាប់សិស្សរបស់ខ្លួនចុងក្រោយគេក៏បានមកជិតនឹងតួខ្លួនរបស់បិសាចនោះតែដោយសារកម្លាំងពស់ហ្នឹងហាក់ដូចជាមិនមានកម្លាំងខ្លាំងក្លាអីចេញមកសោះធ្វើឲ្យ Shion មានការស្ទាក់ស្ទើរក្នុងការកាប់ពេលនោះ Senta ក៏បានស្រែកឲ្យទៅកាប់ Owl វិញព្រោះអីផ្កាកន្លែងដែលប្រមូលផ្ដុំសារធាតុចិញ្ចឹមគឺនៅ Owl ដែលវាជាចំណុចកណ្ដាលហើយកន្លែងហ្នឹងខ្ញុំអត់ដែរស្វែងយល់ពីផ្កាទេអញ្ចឹងខ្ញុំក៏អត់ច្បាស់ដែរមានណាដឹងចាំជួយ comment ប្រាប់ផងចឹង Shion ក៏បានកាប់តាមអ្វីដែល Senta នោះបានប្រាប់ពេលនោះក៏បានចេញមក Tenzin នោះជាច្រើនមើលទៅលយមែនតែនបាទនៅដង្ហើមចុងក្រោយរបស់បិសាចផ្កានោះគេក៏បានសរសើរពីកម្លាំងយីននិងយ៉ាងរបស់ Shion ហើយបិសាចផ្កាក៏រលាយបាត់ទៅនិងបញ្ចេញទឹកជីវជាតិធ្វើឲ្យទីនោះដុះសុទ្ធតែផ្កាទាំងអស់ក្រោយវាយចប់ Senta ក៏បានឈានដល់ដង្ហើមចង្រិតទៅហើយដោយឃើញថា Shion មានរបួសធ្ងន់និងត្រូវការថ្នាំទុកឈាមរបស់នាងដែរនោះនាងក៏បានទុកថ្នាំនោះទៅឲ្យ Shion វិញនឹងបានបញ្ចុះឲ្យ Senta បោះបង់ទៅហើយស្លាប់តាមសម្រួលចុះអញ្ចឹង Senta ក៏បានស្លាប់យ៉ាងសប្បាយចិត្តនៅក្នុងរង្វង់ដៃរបស់ Yuzuriha មនុស្សដែលគេគោរពក្រោយមកពួកគេក៏បានបន្តដំណើរទៅមុខទៀតរីឯ Gabimaru ក៏បានដឹងខ្លួនពីសន្លប់វិញនិងបានហក់កញ្ចាញ់ចេកពេញនឹងតែម្ដងដែលពួកគេគឺបានទៅជ្រកនៅក្នុងរូងមួយយើងមើលទៅពេលនេះ Gabimaru ហាក់មិនចង់ចោលអ្វីនោះទេគេចាំតែខ្លួនគេជាអ្នកណាតែប៉ុណ្ណោះនឹងមិនដឹងថាហេតុអីបានជាគេមកទីនេះសូម្បីតែអ្នកទាំង3ដែលនៅជាមួយគេនោះក៏គេមិនចាំថាជាអ្នកណាដែរតែគេក៏បានធ្វើសើសិនដើម្បីសើពីពួកហ្នឹងតែពេលនោះម៉ៃក៏បានឃើញកម្លាំងថៅនៅក្បាលរបស់ Gabimaru នោះគឺទទេតែម្ដងបាត់ខួរសង្ស័យជ្រុះខួរបាត់ហើយហ្នឹងថាលេងនេះបាទចំណែកឯក្រុម Sakiri វិញក៏បានមកដល់ផ្ទះមួយហើយពួកគេក៏បានរុករកផ្ទះគេពេញហ្នឹងទៅShion ក៏បានប្រាប់អ្នកទាំងអស់នោះពីកម្លាំងថៅដែលអាចកម្ចាត់ Tenzin នោះបាន
តែកម្លាំងថានោះគឺដូចជាកម្លាំងជីវិតយើងចឹងប្រើច្រើនពេកឆាប់អស់ថាមពលនិងកម្លាំងហើយវានឹងអាចបំលែងខ្លួនប្រាណរបស់មនុស្សថែមទៀតម្យ៉ាងទៀតវាក៏អាចប៉ះពាល់ដល់ការចងចាំផងដែរនិងធ្ងន់បំផុតគឺងាប់តែម្ដងនិយាយដល់រឿងងាប់នោះយូស៊ូរីហាក៏បានលើកឡើងថាបញ្ហាដែលធំជាងការស្លាប់រស់នោះគឺអត់មានទឹកវេទមន្តជីវិតអមតៈអីនោះទេចឹងធ្វើម៉េចពួកគេអាចរួចទោសនិងត្រឡប់ទៅវិញបានក៏ប៉ុន្តែសាគីរីក៏បានតបវិញថាហ្គាប៊ីម៉ារុធ្លាប់និយាយថាវាអាចមានព្រោះមេភូមិរបស់គេនោះមានជីវិតអមតៈចឹងវាប្រកាសជាមាននៅកន្លែងណាមួយតែយូស៊ូរីហាក៏បានគិតវិញថាវាអាចជាការបំភាន់ភ្នែកតែប៉ុណ្ណោះព្រោះថានិនចាគេមានស្នៀតរបស់គេម្យ៉ាងហៅថាកេនជូស៊ូដែលគេអាចប្រើស្នៀតបំភាន់នោះដើម្បីគ្រប់គ្រងអ្នកដទៃឲ្យគ្រប់ខ្លួននិងកោតខ្លាចហើយអ្វីដែលធ្វើឲ្យយូស៊ូរីហាកាន់តែឆ្ងល់ទៀតនោះគឺហ្គាប៊ីម៉ារុមកកោះនេះដើម្បីមានឱកាសអាចត្រឡប់ទៅជួបប្រពន្ធគេវិញតែឆាកជីវិតនិនចាគឺគ្រាន់តែជាក្រឡាអុកសម្រាប់គេប្រើតែប៉ុណ្ណោះហេតុអីបានជាគេឲ្យក្មេងប្រុសម្នាក់ទៅរៀបការទៅវិញពេលខ្លះយើងមិនអាចគ្រប់គ្រងមនុស្សដោយភាពភ័យខ្លាចតែមួយមុខទេគឺត្រូវមានអ្វីដែលសំខាន់ជាងនឹងដើម្បីជំរុញចិត្តឲ្យនិនចានោះហ៊ានធ្វើបេសកកម្មបែបយកជីវិតមកបដូរបែបនេះមូលហេតុទាំងអស់នេះហើយធ្វើឲ្យនាងសន្មតថាប្រពន្ធរបស់ហ្គាប៊ីម៉ារុនោះគឺមិនមាននោះទេឬបែបនេះហើយធ្វើឲ្យសាគីរីបារម្ភពីហ្គាប៊ីម៉ារុដែលធ្វើឲ្យស៊ីអនហ្នឹងគិតថានាងប្រកាសជាស្រឡាញ់ហ្គាប៊ីម៉ារុហើយតែនាងក៏បដិសេធភ្លាមផងដែរចុងបញ្ចប់នៃសាច់រឿងគេក៏បានចាប់មកកន្លែងបន្ទាយរបស់អាសៃមុននោះដោយគេបានបញ្ជូនសាមរ៉ៃមកម្នាក់ទៀតហើយដើម្បីទៅកោះស៊ីនសេនខ្ជូនោះដែលមានឈ្មោះថាយ៉ាម៉ាដាអាសៃមុនឈូហ្គិនក៏ប៉ុន្តែសាច់រឿងក៏បានកាត់បញ្ចប់ត្រឹមប៉ុណ្នេះអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់ការសម្ដែងរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ចំណែកឯភាពបន្តនៃសាច់រឿង Hell's Paradise នេះខ្ញុំគិតថាវាអាចនឹងបន្តនៅក្នុង season ទី2ប៉ុន្តែមិនទាន់មានការប្រកាសណាជាផ្លូវការនោះទេថាអាចនឹងចេញ season ទី2អញ្ចឹងយើងនឹងចាំតាមដានទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តในការសម្ដែងរឿងមួយនេះបើមានកំហុសខុសឆ្គងត្រង់កន្លែងណាសូមមេត្តាខន្តីអភ័យទោសចាំជួបគ្នាក្នុងវីដេអូក្រោយបាយ